ឯកម្មកាប់មាសច្រើនជាងគេនឹងប្រទេសប្រមូលទិញមាសច្រើនជាងគេនៅក្នុងឆ្នាំ2026សូមស្វាគមន៍អស់លោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារបដូរប្រាក់យោងទៅតាមទិន្នន័យចុងក្រោយពី Global Council IMF និងប្រភពផ្សេងទៀតដូចជា Trading Economics, CEO World និង Wikipedia ក៏ត្រឹមដើមឆ្នាំ2026ឬចុងឆ្នាំ2025សហរដ្ឋអាមេរិកមានមាសបំរុងប្រមាណ8133តោនឬ8133.5តោនដែលជាចំនួនច្រើនជាងប្រទេសទី2អាល្លឺម៉ង់ជាង2ដងកន្លះមាសភាគច្រើនត្រូវបានរក្សាទុកនៅ Fort Knox និងធនាគារកណ្ដាលញូវយ៉កចំណុចថ្នាក់កម្ពុជាទាំង10ប្រទេសមានមាសបំរុងច្រើនជាងគេនៅក្នុងឆ្នាំ2026ចំណុចថ្នាក់ទី1សហរដ្ឋអាមេរិកមានមាសចំនួន8133តោនប្រហែល 84% នៃទុនបំរុងបរទេសចំណុចថ្នាក់ទី2ប្រទេសអាល្លឺម៉ង់មានមាសបំរុងចំនួន3350តោនចំណុចថ្នាក់ទី3អ៊ីតាលីមានមាសបំរុង2452តោនចំណុចថ្នាក់លេខ4ប្រទេសបារាំងមានមាសចំនួន2437តោនរីឯចំណុចថ្នាក់ទី5ប្រទេសរុស្ស៊ីមានមាសប្រហែល2327តោនប្រទេសចិនជាប់ចំណុចថ្នាក់ទី6មានមាសប្រហែល2306តោនរីឯប្រទេសស្វីសមានមាសចំនួន1040តោននៅថ្នាក់ទី8ប្រទេសឥណ្ឌាមានមាសប្រហែល880តោនប្រទេសទី9ប្រទេសជប៉ុនមានមាសប្រហែល846តោននិងចុងក្រោយគេចំណុចថ្នាក់លេខ10គឺប្រទេសតូគីនិងហូឡង់មានមាសចំនួន610តោនតែដែលប្រម៉ូទទិញមាស Central Bank Gold Purchase ច្រើនជាងគេនៅក្នុងឆ្នាំ2025ទៅឆ្នាំ2026អំពីការកាន់កាប់ស្តុកសរុបដែលសហរដ្ឋអាមេរិកនៅតែនាំមុខយ៉ាងច្រើនការទិញថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានដឹកនាំដោយប៉ូឡូញនិងចិនចំណុចថ្នាក់ប្រទេសទិញមាសច្រើនជាងគេនៅក្នុងឆ្នាំ2025យោងតាម Global Council និងទិន្នន័យផ្សេងទៀតប៉ូឡូញទិញមាសច្រើនជាងគេបំផុតជាច្រើនលើកទី2ជាប់គ្នាបន្ថែមប្រហែល95ទៅ102តោនក្នុងឆ្នាំ2025ធនាគារកណ្ដាលប៉ូឡូញមានគោលដៅបង្កើនសមាមាត្រមាសក្នុងទុនបំរុងទៅ20%ឬច្រើនជាងនេះទៅទៀតលេខទៅមើលប្រទេសកាហ្សាស្ថានបន្ថែមប្រហែល50ទៅ57តោនរីឯប្រេស៊ីលវិញបានចាប់ផ្ដើមទិញមាសឡើងបន្ថែមជាង40តោនក្នុងរយៈពេលខ្លីៗនេះប្រទេសចិនទិញមាសជាប់គ្នាជាច្រើនខែតែទិញបន្ថែមតិចជាងមុនបន្តិចប្រហែល20ទៅ30តោននៅក្នុងឆ្នាំ2025ស្តុកសរុបផ្លូវការលើសពី2300តោនស្ថានភាពនៅដើមឆ្នាំ2026គិតត្រឹមខែមេសាប្រទេសប៉ូឡូញនៅតែនាំមុខបន្ថែមជាង20តោននៅក្នុងរយៈពេលខ្លីនេះឯប្រទេសអូបេគីស្ថានទិញមាសជាង16តោនប្រទេសកាហ្សាស្ថានម៉ាឡេស៊ីចិននិងប្រទេសតូចៗដូចជាឆេកឥណ្ឌូនេស៊ីកម្ពុជាក៏មានការទិញបន្ថែមទៀតដែរ Overconceal ព្យាករណ៍ថាធនាគារកណ្ដាលនៅទូទាំងពិភពលោកនឹងទិញមាសប្រហែល750ទៅ850តោននៅក្នុងឆ្នាំ2026ដែលនៅតែមានកម្ពស់ខ្ពស់ណាស់ក៏លេចទៅមើលហេតុផលប្រទេសទាំងនេះទិញមាសខ្លាំងទី1គឺការកាត់បន្ថយហានិភ័យពីភូមិសាស្ត្រនយោបាយនិងការដាក់ទណ្ឌកម្មដូចជារុស្ស៊ីនិងចិនការធ្វើពិពិធកម្មទុនបំរុងចេញពីលុយដុល្លារការប្រឆាំងនឹងអតិផរណានិងភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចពិភពលោកប៉ូឡូញនិងប្រទេសអឺរ៉ុបហាក់កើតមួយចំនួនចង់ពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុជាតិឆ្នេះហេតុអ្វីបានជាមាននៅតែសំខាន់នេះជានិមិត្តរូបនៃស្ថិរភាពហិរញ្ញវត្ថុជាពិសេសនៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយតានតឹងអតិផរណានិងការប្រែប្រួលរូបិយប័ណ្ណប្រទេសធំៗដូចជារុស្ស៊ីនិងចិនបានបង្កើនការទិញមាសខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីពង្រឹងទុនបំរុងរបស់ខ្លួនរីឯសហរដ្ឋអាមេរិកវិញរក្សាបាននូវកម្រិតខ្ពស់តាំងពីយូរមកហើយដែលធ្វើឲ្យវាមានឥទ្ធិពលខ្លាំងក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកសម្រាប់លោកស្រីដែលចង់សិក្សាលម្អិតពីរបៀបកក់មាសទិញចូលលក់ចេញធ្វើដោយម្ដេចខ្លះក៏ដូចជាបើកគណនីកក់មាសតាមរយៈប្រព័ន្ធធនាគារលោកស្រីអាចធ្វើការទំនាក់ទំនងមកនឹងខ្ញុំសារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ